លោកខាងលិចប្រកាសសង្គ្រាមបើកចំហទៅនឹងរុស្ស៊ីដោយប្រើអ៊ុយក្រែនជាមុខព្រួយបណ្ដាប្រទេសបច្ចិមលោកបានប្រកាសសង្គ្រាមប្រឆាំងទៅនឹងប្រទេសរុស្ស៊ីដោយប្រើប្រាស់ប្រទេសអ៊ុយក្រែនជាមុខព្រួយនេះជាប្រសាសន៍របស់រដ្ឋមន្ត្រីការបរទេសលោក Sergei Lavrov បានថ្លែងទៅកាន់តំណាងអង្គការមិនមែនរដ្ឋាភិបាលរបស់រុស្ស៊ីកាលពីថ្ងៃទី24 ខែមេសា 2026 យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS លោក Sergei Lavrov បានមានប្រសាសន៍ថាសង្គ្រាមបើកចំហមួយត្រូវបានប្រកាសដាក់ពីលើពួកយើងសម្រាប់រឿងនេះរបបដឹកនាំទីក្រុងគៀវត្រូវបានគេប្រើជាមុខព្រួញប៉ុន្តែអ្នករាល់គ្នាដឹងហើយថាមុខព្រួញនេះនឹងមិនអាចធ្វើអ្វីបានឡើយប្រសិនបើគ្មានការគាំទ្រផ្នែកសម្ភារៈក្នុងទម្រង់ជាអាវុធរបស់ប្រចាំប្រទេសទិន្នន័យចារកម្មប្រព័ន្ធបការណបការជួយជ្រោមជ្រែងក្នុងការបណ្ដុះបណ្ដាលយោធានិងអ្វីៗជាច្រើនទៀតនោះលោកបានបន្តថាទីក្រុងគៀវនិងអ៊ុយក្រែនកំពុងត្រូវបានគេប្រើប្រាស់យ៉ាងបើកចំហក្នុងនាមជាឧបករណ៍បុកទម្លុះភូមិសាស្ត្រនយោបាយតាមគំនិតខ្ញុំមានមន្ត្រីនិយាយត្រង់ៗមួយចំនួននៅក្នុងអគ្គសេនាធិការនៃកងទ័ពប៊ែលស៊ិកដែលបានថ្លែងជាសាធារណៈថាពួកគេកំពុងរៀបចំខ្លួនសម្រាប់សង្គ្រាមជាមួយរុស្ស៊ីហើយថាអ៊ុយក្រែនកំពុងជួយពួកគេក្នុងការទិញពេលវេលាចោះតើភាពស្មោះត្រង់បែបនោះយល់យ៉ាងណាដែររដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានកត់សម្គាល់បន្ថែមទៀតថាលោកខាងលិចជាពិសេសគឺទីក្រុង Brussels សមាជិកសហភាពអឺរ៉ុបកំពុងព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះអ្វីៗគ្រប់យ៉ាងដែលជារបស់រុស្ស៊ីហើយបាននិយាយដោយចំហអំពីការត្រៀមលក្ខណៈធ្វើសង្គ្រាមជាមួយរុស្ស៊ីក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ